កំណត់ហេតុរបស់អ្នកស្លាប់នៅក្នុងផ្ទះចាស់មួយដែលពោពេញដោយធូលីដីសវណ្ណបានរើកាយរកឃើញប្រអប់ឈើមួយដែលចាក់សោចិត្តបន្ទាប់ពីខំប្រឹងគាស់បុរសវ័យក្មេងរូបនេះបានឃើញសៀវភៅកំណត់ហេតុក្របស្បែកពណ៌ខ្មៅមួយដែលជារបស់លោកតាគេដែលបានចែកឋានទៅកាលពី10ឆ្នាំមុនសវណ្ណបើកអានទំព័រដំបូងបើឯងកំពុងអានសៀវភៅនេះមានន័យថាខ្ញុំលែងមានដង្ហើមទៀតហើយកុំភ័យខ្លាចអីព្រោះសៀវភៅនេះមិនមែនជាបណ្ដាសាទេតែវាគឺជាកញ្ចក់ឆ្លុះជីវិតសវណ្ណចាប់ផ្ដើមអានបន្តដោយភាពចង់ដឹងថ្ងៃទី1ថ្ងៃនេះខ្ញុំបានឆ្លោះជាមួយមិត្តសម្លាញ់ម្នាក់រឿងលុយកាក់បន្តិចបន្តួចខ្ញុំមានអំនួតហើយមិនព្រមអភ័យទោសឲ្យគេឥឡូវនេះពេលខ្ញុំជិតស្លាប់ខ្ញុំទើបដឹងថាលុយទាំងនោះគ្មានតម្លៃស្មើនឹងមិត្តភាពដែលខ្ញុំបានបាត់បង់អស់20ឆ្នាំនោះទេថ្ងៃទី15ខ្ញុំខំធ្វើការខ្លាំងណាស់ខ្ញុំចង់មានផ្ទះធំខ្ញុំចង់មានឡានទំនើបខ្ញុំតែងតែប្រាប់កូនថាចាំប៉ារវល់បន្តិចពេលនេះខ្ញុំអង្គុយក្នុងផ្ទះធំម្នាក់ឯងជាមួយជំងឺមហារីកឯកូនក៏លែងចង់មកក្បែរខ្ញុំព្រោះពួកគេទម្លាប់រស់នៅដោយគ្មានវត្តមានខ្ញុំបាត់ទៅហើយទំព័រចុងក្រោយនៃសៀវភៅមានសភាពថ្មីប្លែកខុសពីទំព័រមុនវាមានអក្សរសរសេរថាអ្នកដែលស្លាប់ទៅហើយមិនអាចត្រឡប់មកកែប្រែកំហុសបានទេប៉ុន្តែអ្នកដែលកំពុងអានអ្នកនៅមានឱកាសកំណត់ហេតុពិតប្រាកដមិនមែនសរសេរលើក្រដាសទេគឺសរសេរតាមរយៈសកម្មភាពដែលអ្នកធ្វើចំពោះមនុស្សជុំវិញខ្លួននៅថ្ងៃនេះរំពេចនោះសវណ្ណក៏បិទសៀវភៅមកវិញគេស្រក់ទឹកភ្នែកហើយប្រញាប់លើកទូរស័ព្ទទៅរកឪពុករបស់គេដែលគេមិនបាននិយាយរកគ្នាអស់ជិត1ឆ្នាំមកហើយគេមិនចង់ឲ្យគឺកំណត់ហេតុរបស់គេបញ្ចប់ដោយពាក្យថាទៅស្ដាយក្រោយគឺដូចលោកតានោះទេខ្លឹមសារអប់រំនៃរឿងកំណត់ហេតុរបស់អ្នកស្លាប់គឺជាមេរៀនសម្រាប់អ្នករស់វាដាស់តឿនយើងឲ្យចេះឲ្យតម្លៃលើពេលវេលាគម្រោងចាំរហូតដល់យឺតពេកទំនាក់ទំនងមនុស្សសំខាន់ជាងទ្រព្យសម្បត្តិការអភ័យទោសគុំទុកកំហឹងឲ្យคล้ายជាវិបដិសារី